ដំណឹងពីសមរភូមិនៃប្រទេសអ៊ុយក្រែនរុស្ស៊ីត្រូវបានរាយការណ៍មកថាបាក់ទ័ពទៀតហើយនៅភាគខាងលិចនៃតំបន់ Kherson នៃទន្លេ Dnipro ដែលការបាក់ទ័ពនេះគឺកងទ័ពរុស្ស៊ីកំពុងតែដឹកជញ្ជូនគ្រឿងសព្វាវុធធនធានរបស់ពួកគេចាក់ចេញពីតំបន់នោះអ្នកជំនាញមើលឃើញថាបើតំបន់នោះត្រូវកងទ័ពអ៊ុយក្រែនវាយកបានមានន័យថាតំបន់ Kherson ទាំងមូលធ្លាក់ទៅលើការគ្រប់គ្រងរបស់កងទ័ពអ៊ុយក្រែនទាំងស្រុងហើយតើរុស្ស៊ីប្រតិកម្មដូចម្ដេចសេចក្តីរាយការណ៍របស់សារព័ត៌មាន Independent បានចុះផ្សាយនៅថ្ងៃទី23តុលានេះបានឲ្យដឹងថាកងទ័ពរុស្ស៊ីចាប់ផ្ដើមបោះបង់សមរភូមិរបស់ខ្លួនមួយទៀតហើយនៃច្រាំងទន្លេ Dnipro ភាគខាងលិចនៃតំបន់ Kherson ដែលពុំអាចស៊ូទ្រាំបានការវាយយ៉ាងសន្ធប់របស់កងទ័ពអ៊ុយក្រែនចូលទៅតំបន់នោះហើយមើលទៅគឺវាជាការបាក់ទ័ពជាថ្មីម្ដងទៀតព្រោះពេលនេះគេចាប់បានរូបភាពនៃការដកចេញរបស់កងទ័ពរុស្ស៊ីនោះគឺរត់ទៅជាមួយនឹងសព្វាវុធធនធ្ងន់ជាច្រើនមានរថក្រោះរថវាដែករថយន្តដឹកកងទ័ពប្រព័ន្ធកំភ្លើងធំផងដែរប៉ុន្តែស្នូក្របកំភ្លើងរបស់អ៊ុយក្រែនបាញ់យ៉ាងស្រូចមានទាំងកំភ្លើងធំ M777 ក្របមីស៊ីលបាញ់យ៉ាងស្រូចចូលទៅតំបន់នោះនាំឲ្យរុស្ស៊ីមិនអាចស៊ូទ្រាំបាននោះទេអ្វីដែលអ្នកជំនាញការមើលឃើញថាកងទ័ពរុស្ស៊ីបាក់ទ័ពដំណាក់កាលចុងក្រោយមួយទៀតនេះនៅតំបន់ Kherson ទំនងរុស្ស៊ីពុំមានក្របរំសាវបាញ់ប្រហារតបទល់ជាមួយនឹងកងទ័ពអ៊ុយក្រែននោះទេដូច្នេះបាទរុស្ស៊ីគ្មានក្របរំសាវគ្មានអាវុធដើម្បីបាញ់ប្រហារមានន័យថាវាត្រូវតែរត់ចេញជីបន្ទាន់ពីទីតាំងនោះជាមួយនឹងការអាចយកទៅបានឲ្យតែយកបានទោះអាវុធប្រភេទណាក៏ដោយនោះប៉ុន្តែសំណួរសុទ្ធថាហេតុអ្វីបានជារុស្ស៊ីមិនបាញ់មីស៊ីលស្រូចដូចទឹកភ្លៀងចូលទៅតំបន់ Kherson អ្នកជំនាញថារុស្ស៊ីដឹងពិតប្រាកដណាស់នៅពេលតែបាញ់មីស៊ីលស្រូចខ្លាំងពេកចូលទៅទីតាំងនោះគឺស្លាប់កងទ័ពរុស្ស៊ីច្រើនបំផុតគឺរុស្ស៊ីមិនអាចធ្វើដូចនេះទេដូច្នេះត្រូវតែបណ្ដោយឲ្យទ័ពរបស់ខ្លួនចាក់ចេញពីតំបន់នោះដើម្បីរត់រកសេចក្តីប្រះអាយុជាបន្ទាន់បើតាមសេចក្តីរាយការណ៍តំបន់ភាគខាងលិចនៃតំបន់ Kherson នៃដងទន្លេ Dnipro នោះគឺកងទ័ពរុស្ស៊ីបានដាក់ពង្រាយប្រមាណជា 2000 នាក់ពួកគេជាង 2000 នាក់នេះស៊ូទ្រាំលែងបានហើយដូច្នេះរត់ចេញពីតំបន់នោះគឺនៅម៉ោងនេះទៅហើយពួកមន្ត្រីយោធារបស់អ៊ុយក្រែនបានឲ្យបណ្ដាញផ្សាយព័ត៌មានក្នុងស្រុកហើយត្រូវបានចុះផ្សាយដោយ Independent របស់អង់គ្លេសថាកងទ័ពឈ្លានពានដែលអ៊ុយក្រែនសម្ដៅទៅលើទ័ពរុស្ស៊ីនេះថាពេលនេះទោះបីព្យាយាមក្រាញ់ននៀលនៅសមរភូមិនៅតំបន់នោះក៏ដោយក៏មិនអាចទប់ទល់នឹងការវាយលុកពីសំណាក់កងទ័ពអ៊ុយក្រែនបាននោះទេឥឡូវនេះច្រាំងទន្លេ Dnipro នៅភាគខាងលិចកងទ័ពរុស្ស៊ីរត់ធ្លាក់ទឹកតំបន់នោះទៅហើយនៅពេលនេះមន្ត្រីយោធាអ៊ុយក្រែនអះអាងថាវាដូចនឹងការបាក់ទ័ពដែលរុស្ស៊ីបាក់ទ័ពនៅតំបន់ភាគខាងត្បូងនៃទន្លេ Dnipro ផងដែរគឺរត់ចាក់ចេញពីទីនោះក្រសួងការពារជាតិនៃចក្រភពអង់គ្លេសនិងក្រុមអ្នកសិក្សាអំពីយុទ្ធសាស្ត្រសង្គ្រាមធ្វើការវិតម្លៃថាការដែលកងទ័ពអ៊ុយក្រែនមានព្រៀបខ្លាំងនៅដំណាក់កាលចុងក្រោយនេះនៅសមរភូមិភាគខាងកើតនិងភាគខាងត្បូងប្រទេសនេះដោយសារតែការចូលពាក់ព័ន្ធកាន់តែស៊ីជម្រៅមែនទែនហើយរបស់អង្គការ NATO ជាពិសេសគឺសហរដ្ឋអាមេរិកជាអ្នករៀបចំយុទ្ធសាស្ត្រសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនផ្ទាល់តែម្ដងគឺជាអ្នកគូសវាសផែនទីចង្អុលផ្លូវដឹកមុខកងទ័ពអ៊ុយក្រែនដែលនាំឲ្យកំភ្លើងធំក្របរ៉ុកែតហ៊ីម៉ាស់របស់អ៊ុយក្រែនបាញ់ត្រូវគោលដៅយ៉ាងច្រើនរបស់ទ័ពរុស្ស៊ីទីបំផុតនាំឲ្យទ័ពរុស្ស៊ីមិនអាចស៊ូទ្រាំនឹងការបាញ់ប្រហារនេះក៏រត់ចោលទីតាំងរបស់ខ្លួនហើយម្យ៉ាងទៀតទ័ពរុស្ស៊ីមានតែអាវុធប៉ុណ្ណោះតែក្របរំសាវគឺអស់ទៅហើយនៅក្នុងដៃរបស់ពួកគេដូច្នេះការវាយប្រយុទ្ធគ្នានៅតំបន់ Kherson គឺត្រូវតែសម្រេចបោះបង់សមរភូមិជាបន្ទាន់ជាមួយគ្នានេះមេបញ្ជាការកងទ័ពរបស់រុស្ស៊ីប្រចាំការនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន Sergei Surovikin បាននិយាយថាការដែលកងទ័ពរុស្ស៊ីចាប់ផ្ដើមដកទ័ពរបស់ខ្លួនដោយឆ្លងទន្លេ Dnipro ព្រោះតែពិបាកក្នុងការទប់ទល់នឹងកងទ័ពអ៊ុយក្រែនហើយម្យ៉ាងទៀតទំនងឧត្តមសេនីយ៍រូបនេះចង់បង្ហើបថាដោយសារតែការខ្វះភស្តុភារក្នុងការជួយសង្គ្រោះបន្ទាន់ទៅលើកងទ័ពអ៊ុយក្រែនដូចជាព្រីងឥន្ធនៈដូចជាក្របរំសាវជាដើមក្រសួងការពារជាតិនៃចក្រភពអង់គ្លេសបានឲ្យដឹងថាក្របកំភ្លើងធំរបស់អ៊ុយក្រែននៅពេលនេះបាញ់ស្រូចតែម្ដងចូលទៅទន្លេ Dnipro ដោយរុញឲ្យចំខ្សែត្រៀមរបស់កងទ័ពរុស្ស៊ីផ្ទាល់តែម្ដង
ហើយទីបំផុតបង្ខំឲ្យកងទ័ពរុស្ស៊ីរត់ចាក់ចេញជាបន្ទាន់ដោយខ្លះទៀតបើករថយន្តបើករថពាដែករថក្រោះរបស់ពួកគេអស់កំភ្លើងធំរបស់ពួកគេឆ្លងស្ពានបណ្ដែតទឹកភ្លាមតែម្ដងខណៈដែលស្ពានមួយចំនួនត្រូវបានអ៊ុយក្រែនបាញ់ផ្ដាច់ទៀតផងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអង់គ្លេសបានដឹងថាការវាយប្រយុទ្ធគ្នាយ៉ាងសម្បើមនេះព្រោះតែអ៊ុយក្រែនបានសច្ចាថាគេអាចនឹងសងសឹកគ្រប់ពេលទាំងអស់ដោយសារតែរុស្ស៊ីចុងក្រោយនេះបានបាញ់ស្រូចមីស៊ីលកំទេចទីតាំងស៊ីវិលរបស់ប្រជាជនអ៊ុយក្រែនប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់អាយុជីវិតរបស់ជនស៊ីវិលរហូតដល់បាញ់កំទេចរោងចក្រធម្មពលអគ្គិសនីរបស់អ៊ុយក្រែនធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសប្រមាណជា 30% ឯណោះដូច្នេះបានជាអ៊ុយក្រែនសច្ចាថាវាយកឲ្យបានទោះតំបន់ណាក៏ដោយដែលរុស្ស៊ីកំពុងកាន់កាប់នៅលើទឹកដីអ៊ុយក្រែននេះអ្នកវិភាគម្នាក់ឈ្មោះថា Alexander ដែលជាអ្នកវិភាគសម្រាប់ប្រទេសអ៊ុយក្រែនបាននិយាយថាតំបន់ Kherson មានអធិភាពខ្លាំងណាស់ចំពោះកងទ័ពរុស្ស៊ីផងនិងអ៊ុយក្រែនផងបើទីតាំងនេះធ្លាក់នៅក្រោមការគ្រប់គ្រងបានទាំងស្រុងរបស់កងទ័ពអ៊ុយក្រែនមានន័យថាវាជាសញ្ញានៃការចាញ់សង្គ្រាមរបស់រុស្ស៊ីកាន់តែជាក់ស្ដែងហើយនៅលើទឹកដីអ៊ុយក្រែនជាពិសេសគឺនៅភាគខាងត្បូងនិងភាគខាងកើតប្រទេសយើងផ្ដល់ពីការបន្ថែមជំនួយកាន់តែធំរបស់សហភាពអឺរ៉ុបទៅដល់អ៊ុយក្រែនតាមរយៈការបណ្ដុះបណ្ដាលទាហាននិងសម្ភារៈយោធាដោយយើងនឹងមានបាស្រាគមពីមុំពិសីជំរាបសួរពិសីបាទជំរាបសួរសុជីនីតចាពិសីសហភាពអឺរ៉ុបក្រុមបណ្ដុះបណ្ដាលបង្វឹកកងទ័ពអ៊ុយក្រែនជាច្រើនម៉ឺននាក់នៅលើទឹកដីខ្លួនចានេះតើជាលើកទី1ហើយមែនទេសម្រាប់អឺរ៉ុបដែលមានប្រតិបត្តិការជួយទំនុកបម្រុងផ្នែកយោធាក្នុងទ្រង់ទ្រាយធំបែបនេះទៅដល់ប្រទេសផ្សេងពិសីបាទជាការពិតណាសុជីនីតថ្នាក់ដឹកនាំអឺរ៉ុបបានទទួលស្គាល់ថាគម្រោងប្រតិបត្តិការបណ្ដុះបណ្ដាលបង្វឹកកងទ័ពអ៊ុយក្រែននេះគឺជាប្រតិបត្តិការទ្រង់ទ្រាយធំលើកដំបូងមិនធ្លាប់មានទេដែលអឺរ៉ុបនឹងធ្វើនៅលើទឹកដីខ្លួនគម្រោងជួយកងទ័ពអ៊ុយក្រែននេះត្រូវបានថ្នាក់ដឹកនាំនៃប្រទេសសមាជិកទាំង27នៃសហភាពអឺរ៉ុបបានស្រុះស្រួលគ្នាកាលពីជំនួបកម្ពុជានៅទីក្រុងប្រាហ្គកាលពីថ្ងៃទី30ខែកញ្ញាហើយនៅថ្ងៃច័ន្ទទី17តុលានេះរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសសមាជិកទាំង27នឹងជួបប្រជុំគ្នានៅក្រុងលុចសំបួរដើម្បីនិយាយលំអិតពីផែនការហើយនឹងចាប់ផ្ដើមគម្រោងនេះភ្លាមតែម្ដងតាមពិតទៅកន្លងមកតាំងតែពីសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្ដើមផ្ទុះឡើងប្រទេសមួយចំនួននៅអឺរ៉ុបនិងអង់គ្លេសជាដើមបានចាប់ផ្ដើមអនុវត្តគម្រោងបណ្ដុះបណ្ដាលបង្វឹកកងទ័ពអ៊ុយក្រែនខ្លះហើយគ្រាន់តែថាវាមានលក្ខណៈរប៉ាត់រប៉ាយច្រើនហើយដូច្នេះហើយបានជាសហភាពអឺរ៉ុបចង់ធ្វើវាឲ្យមានលក្ខណៈរួមជាបណ្ដុំជាក្រុមចាត់ចែងចេញពីទីបញ្ជាការរួមតែមួយដើម្បីឲ្យវាមានប្រសិទ្ធភាពខ្ពស់ផែនការបណ្ដុះបណ្ដាលរួមចាត់ចែងដោយសហភាពអឺរ៉ុបមានន័យថាថវិកាចំណាយក៏នឹងត្រូវស្រាក់គ្នាដែររវាងប្រទេសទាំងអស់ដែលក្នុងនោះអាល្លឺម៉ង់បារាំងអ៊ីតាលីអេស្ប៉ាញជាអ្នកចូលរួមវិភាគទានច្រើនជាងគេគម្រោងនេះមានថវិកាចំណាយសម្រាប់ឆ្នាំដំបូងចំនួនខ្ទង់ប្រហែលពី50ទៅ60លានអឺរ៉ូសុជីនីតតើគម្រោងបណ្ដុះបណ្ដាលទាហានអ៊ុយក្រែននេះនឹងត្រូវប្រព្រឹត្តទៅដោយរបៀបណាហើយការបណ្ដុះបណ្ដាលអ្វីទៅដែលទាហានអ៊ុយក្រែនត្រូវការចាំបាច់នោះពិសេសបាទសុជីនីតតាមអ្វីដែលគេគ្រោងទុកគឺជាជំហានដំបូងដែលគេនឹងបណ្ដុះបណ្ដាលបង្វឹកទាហានអ៊ុយក្រែនចំនួន15000នាក់ដែលក្នុងនោះ12000នាក់នឹងទទួលបានការបណ្ដុះបណ្ដាលលើមូលដ្ឋានគ្រឹះទូទៅចំណែក2800នាក់ទៀតនឹងទទួលបានការបណ្ដុះបណ្ដាលជំនាញពិសេសប្រពន្ធពីមន្ត្រីទូតសហភាពអឺរ៉ុបបានអះអាងថានេះជាកម្មវត្ថុដំបូងដែលអាចនឹងប្រែប្រួលកើនទំហំជាបន្តទៅទៀតគេនឹងបង្កើតទីបញ្ជាការដ្ឋានរួមមួយទទួលបន្ទុកកិច្ចការបណ្ដុះបណ្ដាលនេះចំពោះទីតាំងបណ្ដុះបណ្ដាលវិញគឺគេមានពីរធំមួយស្ថិតនៅក្នុងប្រទេសប៉ូឡូញដែលមានព្រំដែនជាប់ជាមួយនឹងអ៊ុយក្រែនងាយស្រួលឲ្យទាហានអ៊ុយក្រែនចេញចូលហើយមួយទៀតគឺនៅអាល្លឺម៉ង់បញ្ជាក់ថាខាងគេមានគម្រោងបណ្ដុះបណ្ដាលកងល្បាតអ៊ុយក្រែនប្រមាណជិត10000នាក់ចំណែករដ្ឋមន្ត្រីការពារជាតិបារាំងវិញបានបញ្ជាក់នៅព្រឹកមិញនេះថាបារាំងនឹងទទួលបង្វឹកទាហានជំនាញអ៊ុយក្រែនចំនួនប្រមាណ2000នាក់តើទៅនឹងកម្មវិធីបណ្ដុះបណ្ដាលដែលទាហានអ៊ុយក្រែនត្រូវការគឺមានច្រើនផ្នែកណាស់សុជីនីតខាងភាគីអ៊ុយក្រែនបានស្នើសុំកម្មវិធីបណ្ដុះបណ្ដាលជាច្រើនដែលភាគច្រើនពាក់ព័ន្ធនឹងរបៀបប្រើប្រាស់របៀបថែរក្សាជួសជុលសម្ភារៈសព្វាវុធថ្មីដែលខ្លួនទើបតែទទួលបានកងទ័ពអ៊ុយក្រែនត្រូវការចេះប្រើកាណុងកាំភ្លើងធំទំនើបប្រព័ន្ធរ៉ាដាចាប់ដ្រូនចាប់មីស៊ីលរបស់សត្រូវជាដើមឡាក្រៅពីនេះទៀតនៅមានការបណ្ដុះបណ្ដាលផ្នែកដោះមីនប្រតិបត្តិការតាក់ទិកការត្រៀមការពារផ្នែកផ្លូវអាកាស
គ្រប់គ្រងបណ្ដាញទំនាក់ទំនងទូរគមនាគមន៍និងផ្នែកពេទ្យសង្គ្រោះបន្ទាន់ផងដែរហើយបើតាមការបញ្ជាក់ពីមន្ត្រីអឺរ៉ុបគឺប្រទេសនីមួយៗដែលបានផ្ដល់ជំនួយគ្រឿងសព្វាវុធប្រភេទណាមួយទៅឲ្យអ៊ុយក្រែនគឺនឹងត្រូវតែបន្តផ្ដល់ការបណ្ដុះបណ្ដាលបង្វឹកលើការប្រើប្រាស់គ្រឿងសព្វាវុធនោះជាជាមួយគ្នានេះក្រុមប្រទេសសមាជិកសហភាពអឺរ៉ុបក៏នឹងមានគម្រោងបន្ថែមចំនួនផ្នែកសម្ភារៈគ្រឿងសព្វាវុធបន្ថែមទៀតទៅឲ្យអ៊ុយក្រែនតើមានទេផ្សេងបាទមិនខុសទេសុជាញាតបើគ្មានអ្វីប្រែប្រួលទេកិច្ចប្រជុំនៅលុចសំបូរនៅថ្ងៃនេះគឺក្រុមប្រទេសអឺរ៉ុបនឹងសម្រេចបញ្ចេញកញ្ចប់ថវិកាចំនួន500លានអឺរ៉ូមួយកញ្ចប់ទៀតដើម្បីជួយផ្នែកសម្ភារៈគ្រឿងសព្វាវុធទៅឲ្យអ៊ុយក្រែនមានន័យថាគិតជាសរុបគឺអឺរ៉ុបជួយអ៊ុយក្រែនផ្នែកនេះចំនួន3000លានអឺរ៉ូហើយនេះនៅមិនទាន់រាប់ជំនួយយោធាដែលប្រទេសសមាជិកនីមួយៗបានជួយអ៊ុយក្រែនជាលក្ខណៈទ្វេភាគីទេលោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននឹងមានវត្តមានតាមប្រព័ន្ធ Video Conference នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះផងដែរបារាំងមានគម្រោងផ្ដល់ឲ្យអ៊ុយក្រែននៅកាណុងសេសាចំនួន6កាណុងទៀតបន្ថែមពីលើ18កាណុងដែលបានប្រគល់រួចហើយដែលកងទ័ពអ៊ុយក្រែនបានយកទៅប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុតបន្ថែមពីនេះទៀតបារាំងនឹងផ្ដល់ប្រព័ន្ធបាញ់គ្រាប់កាំភ្លើងត្បាល់155មីលីម៉ែត្រកាណុងបាញ់គ្រាប់រ៉ុកែត LRU ព្រមទាំងប្រព័ន្ធការពារពីដីទៅអាកាសដើម្បីប្រឆាំងនឹងយានដ្រូនរបស់រុស្ស៊ីចំណែកអាល្លឺម៉ង់និងអេស្ប៉ាញវិញមានគម្រោងនឹងផ្ដល់ឲ្យអ៊ុយក្រែននៅប្រព័ន្ធការពារផ្លូវអាកាសដែរយើងឃើញថាក្រុមប្រទេសអឺរ៉ុបបានសម្លឹងឃើញនៅគ្រោះថ្នាក់ធំណាស់ទាក់ទិននឹងការគំរាមរបស់រុស្ស៊ីមកលើសន្តិសុខរបស់ប្រទេសគេថ្ងៃនេះរុស្ស៊ីវាយឈ្លានពានអ៊ុយក្រែនថ្ងៃក្រោយរុស្ស៊ីនឹងបន្តវាយលុកឈ្លានពានមកលើប្រទេសផ្សេងទៀតដែលជាសមាជិករបស់សហភាពអឺរ៉ុបដូច្នេះហើយបានជារឿងនេះគឺជារឿងចាំបាច់បំផុតដែលពេលនេះអឺរ៉ុបត្រូវតែជួយអ៊ុយក្រែនយកឈ្នះលើរុស្ស៊ីឲ្យបានលោក Josep Borrell ប្រមុខការទូតអឺរ៉ុបបានអះអាងហើយថាអឺរ៉ុបនឹងមិនទុកចោលឲ្យអ៊ុយក្រែនខ្វះមុខខ្វះក្រោយក្នុងការការពារខ្លួនប្រយុទ្ធតតាំងនឹងការឈ្លានពានរបស់រុស្ស៊ីជាដាច់ខាតមិនថាសហភាពអឺរ៉ុបអង់គ្លេសឬសហរដ្ឋអាមេរិកទេគឺគេនឹងបន្តរួមគ្នាជួយអ៊ុយក្រែនទោះត្រូវចំណាយប៉ុន្មានក៏ដោយនៅតាមកញ្ចក់ទូរទស្សន៍រុស្ស៊ីរុស្យា24មេបញ្ជាការកងទ័ពរុស្ស៊ី Sergei Surovikin ដែលទើបតែចូលកាន់មុខតំណែងទទួលបន្ទុកប្រតិបត្តិការនៅអ៊ុយក្រែនបាន10ថ្ងៃនោះបានប្រកាសថាស្ថានភាពនៅក្រុង Kherson ទីក្រុងធំភាគខាងត្បូងអ៊ុយក្រែនកំពុងតែតានតឹងខ្លាំងបំផុតលោកបញ្ជាក់ថាទីក្រុងដែលកងទ័ពរុស្ស៊ីបានគ្រប់គ្រងបានតាំងតែពីខែមីនានេះកំពុងតែរងការបាញ់ផ្លោមគ្រាប់ពីសំណាក់កងទ័ពអ៊ុយក្រែនយ៉ាងដំណំបំផុតគឺដោយហេតុនេះហើយកងទ័ពរុស្ស៊ីនឹងចាប់ផ្ដើមជម្លៀសប្រជាជនឲ្យចេញពីតំបន់ទីក្រុង Kherson នេះព្រោះថាការវាយប្រហាររបស់អ៊ុយក្រែននឹងធ្វើឲ្យប៉ះពាល់ដល់បណ្ដាញចរន្តអគ្គិសនីទឹកស្អាតនិងការផ្គត់ផ្គង់ចំណីអាហារពលគឺអាយុជីវិតប្រជាជននឹងត្រូវគំរាមកំហែងដោយការវាយប្រហាររបស់កងទ័ពអ៊ុយក្រែនដោយមិនបញ្ជាក់ឲ្យបានច្បាស់លោកមេទ័ពរុស្ស៊ី Sergei Surovikin បានប្រឡយពាក្យថាកងទ័ពរុស្ស៊ីអាចនឹងសម្រេចចិត្តធ្វើរឿងដ៏លំបាកមួយប្រសិនបើគ្មានជម្រើសដោយឡែកប្រភពពីលោក Vladimir Saldo មេដឹកនាំតំបន់ Kherson ដែលរុស្ស៊ីបានលើកបន្ទប់បានបញ្ជាក់ឲ្យដឹងថាអាញាធរខ្លួនកំពុងតែបើកប្រតិបត្តិការជម្លៀសប្រជាជនចេញពីជ្រោយខាងស្ដាំទៅកាន់ជ្រោយខាងឆ្វេងនៃទន្លេញេប្រដើម្បីបើកផ្លូវឲ្យកងទ័ពរុស្ស៊ីរៀបចំសមរភូមិប្រយុទ្ធការពារឲ្យរឹងមាំគូបញ្ជាក់ដែរថាខណៈដែលមេទ័ពរុស្ស៊ីបានទទួលស្គាល់ស្ថានភាពលំបាកនៅ Kherson ក្រសួងការពារជាតិរុស្ស៊ីឯណោះបានអះអាងថាទោះបីយ៉ាងណាកងទ័ពរុស្ស៊ីមិនចោះចាញ់ជាដាច់ខាតហើយបានជោគជ័យច្រើនណាស់តាមរយៈការបាញ់ផ្លោងវាយប្រហារទៅលើទីតាំងយុទ្ធសាស្ត្រមួយចំនួនធំរបស់អ៊ុយក្រែនយោងតាមលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky គិតចាប់ពីថ្ងៃទី10តុលាមកយ៉ាងហោចណាស់ 30% នៃស្ថានីយ៍អគ្គិសនីអ៊ុយក្រែនត្រូវបានកំទេចដោយគ្រាប់មីស៊ីលរបស់រុស្ស៊ីដែលប្រការនេះបានធ្វើឲ្យអ៊ុយក្រែនកំពុងតែជួបបញ្ហាគ្មានចរន្តអគ្គិសនីប្រើប្រាស់សឹងតែពេញផ្ទៃប្រទេសរដូវរងាកាន់តែជិតមកដល់ស្ថានភាពកាន់តែលំបាកដោយសារគ្មានចរន្តអគ្គិសនីគ្មានម៉ាស៊ីនកម្ដៅនិងគ្មានទឹកប្រើប្រាស់សម្រាប់ប្រជាជនអ៊ុយក្រែនលោក Zelensky បានបរិហារថ្កោលទោសផងដែរចំពោះការវាយប្រហាររបស់រុស្ស៊ីមកលើអគារផ្ទះសម្បែងប្រជាជនស៊ីវិលដោយប្រើយានដ្រូនអត្តឃាតដែលរុស្ស៊ីបានទិញពីអ៊ីរ៉ង់ក្នុងរវាង24ម៉ោងចុងក្រោយនេះអ៊ុយក្រែនបានអះអាងថារុស្ស៊ីបានបញ្ជាយានដ្រូន Shahed 136ផលិតដោយអ៊ីរ៉ង់ចំនួន43គ្រឿងឲ្យមកបំផ្ទុះសម្រាប់ប្រជាជនស៊ីវិលដែលក្នុងនោះចំនួន38គ្រឿងត្រូវបានកងទ័ពអ៊ុយក្រែនស្ទាក់កំទេចបានទាន់ពេលវេលា